Bách với số lô khổ ngày nắng nhưng mà hai vì ca nghe tới tôi chỉ muốn là ca và ca user management muốn cho đo comment trong ca và ca user management lấy những vay comment nơi username và username máu hô em ai trong đó là username mình cho được ấy tụi máu những anh vay pwd có hostname ok lợi dân này cho lời nói lỡចាប់ដើមតាក់ទងជាមួយនឹង comment ទី1តាក់ទងជាមួយនឹង comment បង្កើត user ហើយ comment បង្កើត user ហ្នឹងដែរគឺមានតែ user ទេអត់ទាន់មាន password និងក៏មានhome directory ក្នុងការstore file របស់ user ហ្នឹងឯងអូខេមុនចាប់ដើមឥឡូវខ្ញុំសូមឆែកតាក់ទងជាមួយនឹងOS release យើងសិនដោយ comment ហ្នឹងយើង comment យើងវាយ comment cat/etc/os release នេះយើងវាយមកយើងនឹងឃើញថាversion របស់យើងនេះname Ubuntu version មកហើយនៃ version របស់យើងនឹងឯងអូខេឥឡូវយើងចូល comment តាក់ទងជាមួយនឹង comment ការបង្កើត user ដើម្បីបង្កើត user បានយើងវាយ comment sudo user add ឥឡូវដាក់ឈ្មោះថា Citic អូខេបន្តមកវាយ password យើងមក1 2 3អូខេឥឡូវដើម្បីឆែកថាយើងបង្កើតបានអត់យើងអាចឆែកតាក់ទងជាមួយនឹង comment cat etc/pass pwd អូខេនេះគឺយើងបានបង្កើតមិញហើយអាលេខដែលវាចាប់ពី1001ឡើងហ្នឹងគឺជារបស់ឬគឺជាមិនណារបស់ដែលយើងបង្កើតដោយខ្លួនឯងហើយរបស់ដែលខំពីលេខ1000ហ្នឹងអាហ្នឹងគឺជារបស់machine system របស់យើងទេដែលវាមានខ្លួនឯងអូខេបន្តមកទៀតគឺយើងចង់ថាយើងបង្កើត user ហ្នឹងវាមាន home directory សម្រាប់ store file អត់ដើម្បីឆែកមើលបានឥឡូវយើងចូល cd home មក cd ចូលcd/home អូខេតោះមកយើងវាយ ls មកនេះមានថាយើងមានតែ directory របស់ username របស់យើងវាអត់ទាន់មាន directory របស់city ដែលយើងបានបង្កើតមកញ៉េ user មកញ៉េអូខេហើយឥឡូវយើង cd មកដើម្បីថយចេញមួយទាំងអស់តមកយើងចង់ delete user នឹងវិញមិនដែលយើងផា comment មិនយើងផា comment ការ delete user យើងវាយ sudo user ដដែលមិញក្នុងការបង្កើត user add ប៉ុន្តែនៅពេលដែល delete user យើងវាយ user del ហើយឈ្មោះ user មិញមកនេះ user ដែលយើងបានបង្កើតមិញឈ្មោះ Citic ហ្នឹងthen យើង enter មកឥឡូវយើងចូលទៅcd cat ដើម្បីទៅឆែកមើល cat etc/pass pwd អូខេលេខមានហើយមិញលេខ1001ដែលយើងបានបង្កើតនេះឥឡូវយើងលេងឃើញទៀតដោយសារយើងបាន delete វាហើយអូខេឥឡូវយើង delete បានជោគជ័យឥឡូវតេតងជាមួយនៅ command មួយទៀតបង្កើត user ដូចគ្នាប៉ុន្តែវាមាន home ជា directory កាត់បានយើងវាយ command sudo user add แล้วយើងដាក់ដក m ដក m ហើយឈ្មោះ city យើងដែរមកអូខេហើយឡើងវាយ cat etc/pass p pwd អូខេនេះគេបានបង្កើតបានហើយហើយយើងចូលទៅ cd/home អូខេយើង ls មើលនេះ user យើងបានបង្កើតហើយវាមាន home ជា directory ឥឡូវយើងសាកចូលទៅកាន់ user ហ្នឹងយើងវាយ sudo citic វាយ password 1 2 3មកអូខេហើយចាំវាបន្តិចទៅវា load error នេះន័យថាវា authentication យើង fail ដូចវាអត់មាន set ចឹងមូលហេតុដែលយើងដោយសារយើងអត់មាន password ឥឡូវដើម្បីដាក់ password ឲ្យវាយើងវាយ sudo pass pwd แล้วមកយើងដាក់ឈ្មោះ user ដែលយើងបង្កើតហ្នឹងបន្ទាប់មកយើង enter មកយើងដាក់ password 1 2 3ដូចគ្នា1 2 3អូខេpassword បានសុខសាឥឡូវអូខេបន្ទាប់មកយើងឥឡូវយើងសាកចូលវា user su citic password 1 2 3វាសួរយើង password មិញយើងអត់មាន password ទេអូខេតោះឥឡូវយើង who ami នេះគឺវា citic វាមិនមែនចេញពីដំបូងដូចនៅ user របស់យើងឯងអូខេឥឡូវយើងវាយវាយ pwd នេះគឺយើងនៅ /home ឥឡូវយើងចូលក្នុង user នឹងបានឥឡូវយើងសាក switch ទៅកាន់ user ដើមវិញយើង suvanara password 1 2 3គ្នាអូខេឥឡូវយើងវាយ who mi អូខេវាយ pwd អូខេយើងមក switch មក user ដើមយើងវិញហើយអូខេឥឡូវយើងចូលមក user ដើមយើងវិញឥឡូវយើង cd ចោលសិនមក
ok តោះមកយើងសាក delete user សាកដើមមកទៀតមិញយើង comment user យើងវាយ sudo user ដែលឈ្មោះ static អូខេឥឡូវដល់ user is current is បាយ process បានន័យថា process វាកំពុងតែ run អញ្ចឹងយើងអាចវាយ command មួយទៀតគឺ sudo sudo clear ដក9លេខធំជាងគេតោះមកយើងដាក់ process មក1493អូខេគេយើងវាយវាយពាក្យថា exit អូខេ exit ហើយឥឡូវយើង exit ឥឡូវយើង exit ឥឡូវយើង create សាមួយសិនមកASX គេថាវា logout change ASX Astronara 192.168.1.8អាខកបាត់ .1.8 ទៅ season .1.8 password 1 2 3អូខេឡើយសុំ clear ចោលសិនឥឡូវយើងឆែកមើលម្ដងទៀតគឺ cd home cd home យើងអត់ s មើលនៅមានឥឡូវយើងឆែកចេះសិន cd cd ចេញcat / etc class pass pwd cat / rồi đóng tiết cat / etc / pass pwd នេះ user យើងនៅមានទេតែសារមកយើងតបានdelete ទេយើងគ្រាន់តែ clear process យើងសាក delete ម្ដងទៀត sudo user del static អូខេយើងវាយ password 1 2 3ឥឡូវយើង command cat ម្ដងទៀតមកនេះវាលេងមានហើយឥឡូវចូលទៅកាន់ home ម្ដង cd / home អត់ s មើលអូខេវានៅជាប់តែហ្នឹងឥឡូវយើងនៅសល់មិញយើងលុប user បានតែប៉ុន្តែនៅសល់ directory home directory របស់ system នេះឥឡូវយើងសាកវាយ command យើងម្ដង sudo rmdir static ហើយសាក remove នេះគឺវា file remove បានន័យថាអាក្នុង file ហ្នឹងវាមាន file configuration មួយចំនួនទៀតដែលវាមិនជា empty file ដែលយើងលុបកាត់ទេដើម្បីលុបបានយើងអាចប្រើ command មួយទៀតដូចជាsudo rm/rvf ហើយឈ្មោះ static អូខេឥឡូវវា remove បានឥឡូវយើង ls xongទៀតនេះវាលែងមានឈ្មោះ directory static ទៀតហើយឥឡូវយើងចូលមកកាន់ home directory សិនមក cd ចេញអស់តោះមកយើងចូលមករបៀបក្នុងការបង្កើត user តាមវិធីទី3ឥឡូវយើងវាយ sudo user add .m.s/bin/bash ហើយឈ្មោះ static ដែរមកអូខេតោះមកយើង command cat etc/ pwd នេះយើងបានបង្កើតមិញដោយ user មួយនេះគឺវាបង្កើតមកវាមានតាក់ទងជាមួយនឹង home directory មកឥឡូវយើងវាយ cd / home ឥឡូវយើង ls វាមានមក directory home ដែលយើងបង្កើតមកដូច user ទី2ដែរអូខេឥឡូវយើងសាកដាក់ password ឲ្យវាយើងcd សិនមកអូខេយើងវាយ sudo pass pwd static password static តោះមកដាក់1 2 3 1 2 3អូខេឥឡូវយើងសាក switch ទៅកាន់ user static su static 1 2 3អូខេឥឡូវវាយ who mi នេះយើងឈរនៅលើ user ទីតិចទៀតហើយ pwd អូខេឥឡូវសូម switch ទៅកាន់ user វិញឥឡូវយើងចូល user របស់បានឥឡូវsu ส่วนอะไรទៅកាន់ user យើងវិញ1 2 3អូខេ OMI នេះមកយើងឈរមកកាន់ user ដើមយើងវិញហើយអូខេឥឡូវយើងចូលមកកាន់ការបង្កើត user មួយទៀតដែលលឿនជាងមុនដើម្បីបង្កើតបានយើងវាយ command sudo ណា sudo add user កាលមុន user add .m user user /s/bin នេះយើងទៅឥឡូវយើងវាយ command add user មុនសម្រាប់ដាក់ឈ្មោះមកឥឡូវដាក់ឈ្មោះថាstatic static ណាចឹងចុះ
rồi đặt ta site này. Ok, user ở cái place enter username matching rectangular expression. Ok, vì mình hãy chia ta là vài mong tìm đấy. Đây. Ok វាអត់ឲ្យយើងដាក់ឈ្មោះលាយជាមួយនឹងលក្ខណៈជា camel cache ហើយសូមដាក់ password 1 2 3ក្នុងការបង្កើត user អាវិធីនេះគឺចូលមកដំបូងវាឲ្យយើងដាក់ចូលមកហើយយើងឲ្យដាក់ user ហ្មងដាក់ password ហ្មងដាក់តាមឲ្យយើងprovide password តាមក្រោយឥឡូវយើងវាយ password 1 2 3ហើយអូខេ1 2 3ម្ដងទៀត full name ដាក់អត់អូខេឥឡូវ full name យើងដាក់អត់ឥឡូវដាក់ឈ្មោះfull name ចុះហងសួនណាដែរroom number ដាក់អត់ទេ phone work អត់ដែរ home phone ក៏ដាក់ដែរ order អត់ហើយជា yes មកអូខេតបមកឥឡូវយើងសាច់មើល cat etc/ passwd នេះគឺយ៉ាងមកបង្កើតđấy នេះ Citic Nara ដែលមានឈ្មោះយើងដាក់បាញ់នេះអូខេឥឡូវយើងសាកចូលទៅកាន់ cd/home/ls មើលនេះគឺយើងមានឈ្មោះនេះ Citic Nara ហ្នឹងឥឡូវយើងសាកស៊ូចូលទៅមើលសិនហ្នឹង Citic Nara ឥឡូវយើងវាយ password 1 2 3គ្នាឥឡូវយើងឆែកមក pwd អូខេយើងនៅ /home home ហ្នឹងត្រូវហើយឥឡូវយើងវាយwho am I នេះយើងបានចូលមកឥឡូវយើងសាកបង្កើត file ឥឡូវយើងសាកបង្កើត file នៅក្នុង directory home ឥឡូវយើងសាកចូលទៅកាន់ user data យើងវិញដោយយើងអាចshortcut បានឡើង cd សិនមកហើយ shortcut ដូចជា shortcut exit ហើយ who am I នេះវាចូលមកកាន់ user data វិញដែលយកចាំបាច់ចេញវាតាមដោយអភិដំបងមួយយើងគ្រាន់តែវាយពាក្យ keyword exit គឺវានឹងចូលមកកាន់ user តាមយើងវិញហើយ comment តទៅជាមួយនឹង user management និងការបង្កើត user management user ហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយអរគុណលោកគ្រូ